សួស្តីកូនសិស្សថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានវីដេអូថ្មីមួយទៀតដែលបង្រៀនបងប្អូនអំពីថ្នាក់នៃចំនួនមុននឹងចូលដល់មេរៀនថ្នាក់នៃចំនួនគ្រូសូមរំលឹកមេរៀនចាស់ដែលយើងបានរៀននៅវីដេអូមុនគឺខ្ទង់នៃចំនួនខ្ទង់នៃចំនួនយើងដឹងហើយថាខ្ទង់នៃចំនួនមាន7ខ្ទង់មានខ្ទង់រាយខ្ទង់10ខ្ទង់រយខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លានអញ្ចឹងយើងស្គាល់តែខ្ទង់នៃចំនួនមិនទាន់គ្រប់គ្រាន់ទេយើងត្រូវស្គាល់បន្ថែមទៀតគឺថ្នាក់នៃចំនួនក្រៅពីស្គាល់ខ្ទង់នៃចំនួនកូនត្រូវស្គាល់ថ្នាក់នៃចំនួនបន្ថែមទៀតដើម្បីងាយស្រួលក្នុងការអានចំនួនអញ្ចឹងថ្ងៃនេះគ្រូនឹងបង្រៀនកូនអំពីថ្នាក់នៃចំនួនឥឡូវលោកគ្រូមានសំណួរចំនួន2សំណួរដែលសំណួរទី1សួរថាតើកូនដឹងទេថាថ្នាក់នៃចំនួនមានប៉ុន្មានមានអ្វីខ្លះសំណួរទី2តើគេបែងចែកក្នុងមួយថ្នាក់មានប៉ុន្មានខ្ទង់អញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាថ្នាក់នៃចំនួនណាថ្នាក់នៃចំនួនត្រូវបានបែងចែកជា3តើមានអីខ្លះបាទថ្នាក់នៃចំនួនត្រូវបានបែងចែកជា3មានថ្នាក់លានណាមានថ្នាក់ពាន់និងថ្នាក់ចុងក្រោយគេគឺថ្នាក់ឯកតាចូលដល់ចម្លើយនៃសំណួរទី2សំណួរទី2គេសួរថាតើគេបែងចែកក្នុងមួយខ្ទង់ក្នុងមួយថ្នាក់មានប៉ុន្មានខ្ទង់ណាសំណួរទី2គេសួរថាតើគេបែងចែកក្នុងមួយថ្នាក់មានប៉ុន្មានខ្ទង់អញ្ចឹងយើងត្រូវចាំថាក្នុងមួយថ្នាក់គេបែងចែកជា3ខ្ទង់លើកលែងតែថ្នាក់លានដែលគេអាចដាក់បានណាដែលគេអាចដាក់បានច្រើនជាង3ខ្ទង់អញ្ចឹងចាប់ពីថ្នាក់ឯកតាយើងដាក់បានតែ3ទេហើយមកដល់ថ្នាក់ពាន់នេះគឺយើងដាក់បានតែ3ខ្ទង់ដូចគ្នាតែមកដល់ថ្នាក់លាននេះយើងអាចដាក់បានច្រើនខ្ទង់ណាច្រើនខ្ទង់មិនមែនច្រើនជាង3ខ្ទង់ទេមានន័យថាមាន3ខ្ទង់ដាក់3ខ្ទង់មាន2ខ្ទង់ដាក់2ខ្ទង់មាន5ខ្ទង់ដាក់5ខ្ទង់អញ្ចឹងយើងពន្យល់បែបនេះអាចនឹងមានការលំបាកយល់បន្តិចដើម្បីងាយយល់សូមកូនពិនិត្យតារាងខាងក្រោមអញ្ចឹងនេះគឺជាតារាងដែលលោកគ្រូគូសហើយអញ្ចឹងតារាងនេះលោកគ្រូបែងចែកជា2ផ្នែកផ្នែកទី1គឺនិយាយអំពីថ្នាក់នៃចំនួនដែលថ្នាក់នៃចំនួនហ្នឹងយើងបានបែងចែកវាជា3ថ្នាក់រួចហើយគឺមានថ្នាក់ឯកតាជាថ្នាក់តូចជាងគេបន្តមកទៀតគឺថ្នាក់ពាន់ហើយនឹងថ្នាក់ដែលធំជាងគេគឺថ្នាក់លានហើយមួយផ្នែកទៀតគឺលោកគ្រូបានបែងចែកវាជាខ្ទង់អញ្ចឹងយើងដឹងហើយខ្ទង់នៃចំនួនហ្នឹងវាមាន7ខ្ទង់មានខ្ទង់រាយណាមានខ្ទង់រាយមានខ្ទង់10មានខ្ទង់រយមានខ្ទង់ពាន់មានខ្ទង់ម៉ឺនមានខ្ទង់សែននិងខ្ទង់លាន
ចឹងកន្លែងនេះដែរយើងត្រូវចាំថាអាថ្នាក់លៀននិងខ្ទង់លៀនហ្នឹងវាដូចគ្នាលោកគ្រូអត់បែងចែកជា3ដោយថ្នាក់ពាន់ដោយថ្នាក់ឯកតាទេដោយសារថានៅក្នុងខ្ទង់លៀននេះមានប្រមាណដាក់ទាំងអស់ហើយនៅក្នុងថ្នាក់លៀននេះមានប្រមាណក៏យើងត្រូវដាក់ទាំងអស់ដែរអញ្ចឹងយើងមើលលំហាត់នេះគេឲ្យយើងចែកចំនួនហ្នឹងជាថ្នាក់អញ្ចឹងដើម្បីចែកចំនួននេះបានចែកចំនួននេះជាថ្នាក់ត្រឹមត្រូវយើងត្រូវយកចំនួនហ្នឹងទៅដាក់ចូលនៅក្នុងតារាងនេះតារាងខ្ទង់នេះបាទដាក់តារាងខ្ទង់ហ្នឹងទៅយើងនឹងឃើញថាថ្នាក់ឯកតាមានលេខអីខ្លះថ្នាក់ពាន់មានលេខអីខ្លះនិងថ្នាក់លៀននេះមានចំនួនតួលេខហ្នឹងប្រមាណលេខអីខ្លះអញ្ចឹងយើងដាក់មកគឺយើងដាក់ពីឆ្វេងដៃមកណាលេខដែលនៅខាងស្ដាំដៃត្រូវដាក់ពីខាងស្ដាំដៃសំទោសមិនដាក់នៅខាងឆ្វេងដៃដាក់ខាងស្ដាំដៃអញ្ចឹងលេខ4យើងដាក់មុនគេគឺនៅស្ដាំដៃមុនគេបន្ទាប់មកយើងដេញមកឆ្វេងដៃមានលេខ2មានលេខ9មានលេខ8មានលេខ6មានលេខ7ហើយលេខ5និងលេខ3ហេតុអីបានជាលេខ5និងលេខ3នៅជិតគ្នាដាក់ជាប់គ្នាដោយសារតែតួលេខទាំងអស់នៅក្នុងនេះគឺវាជាតួលេខដែលនៅសល់ប្រមាណគឺយើងដាក់នៅក្នុងប្រអប់នឹងទាំងអស់គឺដាក់នៅក្នុងថ្នាក់លៀនឬក៏ខ្ទង់លៀននឹងទាំងអស់អញ្ចឹងយើងមកសង្កេតមើលថានៅថ្នាក់ឯកតាហ្នឹងមាន3លេខនេះគឺលេខ9លេខ2និងលេខ4អញ្ចឹងអាហ្នឹងគេហៅថាថ្នាក់ឯកតាហើយថ្នាក់ឯកតាយើងត្រូវចាំថាថ្នាក់ឯកតាមានខ្ទង់រាយខ្ទង់10និងខ្ទង់សំទោសខ្ទង់100ខ្ទង់10និងខ្ទង់រាយអញ្ចឹងយើងត្រូវចាំបើសិនជាយើងចង់ចេះកាត់ខ្ទង់យើងរាប់3យកតែម្ដងគឺពីស្ដាំមកឆ្វេងយើងរាប់ពីស្ដាំមកឆ្វេងហើយយើងអាចនឹងបែងចែកខ្ទង់តាមថ្នាក់បានណាគឺយើងរាប់មករាយ10 100អាហ្នឹងបានមួយថ្នាក់3ខ្ទង់ហ្នឹងបានមួយថ្នាក់តមកទៅយើងរាប់មកពាន់ម៉ឺនសែនអាហ្នឹងបានមួយថ្នាក់ទៀតដែលហៅថាថ្នាក់ពាន់ហើយបន្ទាប់មកទៀតនៅសល់លេខ35ហ្នឹងគឺវានៅក្នុងខ្ទង់លៀននេះណាគឺវានៅក្នុងខ្ទង់លៀនហើយវាក៏នៅក្នុងថ្នាក់លៀនដែរអញ្ចឹងអានចេញមកគឺលៀនដូចគ្នា30បើយើងអានគឺ35លៀនដូចគ្នាអញ្ចឹងយើងមកមើលចម្លើយដែលយើងទាញបានពីក្នុងតារាងណាដើម្បីចែកចំនួនប៉ុណ្នេះណាជាថ្នាក់យើងត្រូវរៀបវា3ខ្ទង់ក្នុងមួយថ្នាក់ពីស្ដាំមកឆ្វេងដៃសំទោសពីស្ដាំមកឆ្វេងដៃណាពីស្ដាំមកឆ្វេងពេលនោះគេនឹងបានចំនួនទាំងអស់នេះទៅជាបែបនេះណាគឺទៅជាអានេះគឺនៅថ្នាក់លៀននេះគឺមាន35លានហើយថ្នាក់ពាន់នេះមាន768,000ហើយនៅក្នុងថ្នាក់ឯកតានេះគឺមានលេខ924អញ្ចឹងដើម្បីយល់កាន់តែច្បាស់យើងទៅមើលលំហាត់បន្ថែមណាមើលលំហាត់បន្ថែមលោកគ្រូបានបន្ថែមលំហាត់ចំនួន5ចូលបែងចែកថ្នាក់នៃចំនួនខាងក្រោមឲ្យបានត្រឹមត្រូវអញ្ចឹងចំណុចកគេឲ្យចំនួនប៉ុណ្ណេះមកណាយើងត្រូវបែងចែកវាជាថ្នាក់តើវាមានប្រមាណថ្នាក់ហើយក្នុងមួយថ្នាក់ហ្នឹងបានប្រមាណលេខអញ្ចឹងយើងពិនិត្យមើលតើលេខហ្នឹងវាមានប្រមាណខ្ទង់ដោយសារតែមួយខ្ទង់វាមាន3មួយថ្នាក់វាមាន3ខ្ទង់អញ្ចឹងយើងរាប់ពីស្ដាំមកឆ្វេងវិញណាពីស្ដាំមកឆ្វេងមានន័យថាយើងរាប់ពីប៉ុន្មានពី8 7 6អាហ្នឹងមួយថ្នាក់តមកលេខ5លេខ4លេខ3ហ្នឹងអាហ្នឹងមួយថ្នាក់ត
ដល់លេខ2ហ្នឹងក៏មួយថ្នាក់ដែរអញ្ចឹងយើងបានចម្លើយរួមគឺ3ថ្នាក់បែបនេះលេខ2នេះគឺថ្នាក់លានហើយអា345ហ្នឹងគឺថ្នាក់ពាន់ហើយអា678ហ្នឹងគឺថ្នាក់ឯកតាជាមើលលំហាត់ខហាត់ខគេឲ្យចំនួនយើងប៉ុណ្ណឹងទៀតណាគេឲ្យចំនួនយើងប៉ុណ្ណឹងហើយគេឲ្យយើងនឹងបែងចែកថ្នាក់ឲ្យបានត្រឹមត្រូវអញ្ចឹងយើងធ្វើដូចលំហាត់កដែរគឺយើងរាប់ពីស្ដាំមកឆ្វេងដូចគ្នាគឺលេខ1លេខ9និងលេខ8ហ្នឹងមួយថ្នាក់ហើយថ្នាក់ទី1ថ្នាក់ដែលតូចជាងគេនេះគឺថ្នាក់ឯកតាតមកទៀតយើងរាប់7 6 5នេះមួយថ្នាក់ទៀតដែលវានៅក្នុងថ្នាក់ពាន់នៅសល់34ហ្នឹងគឺនៅក្នុងថ្នាក់លានបាទអញ្ចឹងយើងបានចម្លើយរួម34នេះនៅក្នុងថ្នាក់លាន567ហ្នឹងនៅថ្នាក់ពាន់ហើយ891នេះនៅថ្នាក់ឯកតាចឹងនៅសល់សំណួរនៅសល់លំហាត់ចំនួន3គឺលំហាត់កលំហាត់ខនិងលំហាត់ងលោកគ្រូទុកឲ្យបងប្អូនចែកខ្លួនឯងតើវាចែកទៅបានប្រមាណថ្នាក់ហើយក្នុងមួយថ្នាក់ហ្នឹងមានប្រមាណតួលេខអញ្ចឹងវីដេអូនេះលោកគ្រូសូមបញ្ចប់ត្រឹមនេះហើយយើងជួបគ្នានៅវីដេអូក្រោយមុននឹងបែកគ្នាលោកគ្រូសូមផ្ដែផ្ដាំថាសូមឲ្យកូនៗមើលវីដេអូនេះឲ្យបានយ៉ាងតិច3ដងណាមានន័យថាយើងមើលម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់យើងអាចយល់មេរៀននេះបានហើយយើងយល់មេរៀននេះបានហើយយើងយល់មេរៀនខ្ទង់នៃចំនួនបានអញ្ចឹងមានន័យថាយើងអាចចូលដល់ការអានចំនួនតាមថ្នាក់និងតាមខ្ទង់នោះយើងនឹងងាយស្រួលក្នុងការរៀនអញ្ចឹងលោកគ្រូអត់មានអីទៀតទេសូមបញ្ចប់ត្រឹមប៉ុណ្នេះជួបគ្នានៅវីដេអូក្រោយ